បើដូច្នោះគួរតែអាត្មាអញបង្កាត់ភ្លើងហើយបំរើភ្លើងចុះបបិទ្ធបិតាលំដាប់នោះឯងខ្ញុំក៏យកកំបិតច្រាស់ឈើពំនួតដោយបំណងថាធ្វើម្ដេចណោអាត្មាអញនឹងបានភ្លើងខ្ញុំក៏មិនបានភ្លើងសោះឡើយខ្ញុំក៏ពុះឈើពំនួតភ្លើងជា2ចំណែក3ចំណែក4ចំណែក5ចំណែក10ចំណែក20ចំណែកធ្វើឲ្យជាចម្រៀកតូចលុះធ្វើឲ្យជាចម្រៀកតូចរួចហើយក៏យកទៅបុកក្នុងត្បាល់លុះបុកក្នុងត្បាល់ហើយក៏រោយតាមខ្យល់ខ្លាំងដោយបំណងថាធ្វើម្ដេចណោអាត្មាអញនឹងបានភ្លើងខ្ញុំក៏មិនបានភ្លើងសោះគ្រានោះឯងជាដិលជាអ្នកបំរើភ្លើងនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាទារកនេះហៅពេញជាមនុស្សខ្លៅមិនវៀងវៃមែនមិនសមបើនឹងស្វែងរកភ្លើងដោយខុសទំនងសោះកាលដែលទារកនោះកំពុងសម្លឹងមើលជាដិលនោះក៏ចាប់យកឈើពំនួតភ្លើងហើយពួតឲ្យកើតភ្លើងរួចនិយាយទៅនឹងទារកនោះយ៉ាងនេះថាណែបាភ្លើងគេត្រូវពួតឲ្យឆេះយ៉ាងនេះមិនមែនដូចជាបាឯងជាមនុស្សឆោតមិនវៀងវៃស្វែងរកភ្លើងដោយខុសទំនងដូចនេះទេបបិទ្ធរាជញ្ញៈឯមហាបបិទ្ធក៏យ៉ាងនេះដែរគឺជាមនុស្សខ្លៅមិនវៀងវៃស្វែងរកបរលោកដោយខុសទំនងបបិទ្ធរាជញ្ញៈសូមមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញបបិទ្ធរាជញ្ញៈសូមមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏អាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលយូរកុំបីមានដល់មហាបបិទ្ធឡើយព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏សមម្យ៉ាងដែរហើយប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះថាព្រះបាទបសេនតិកោសលក្តីពួកបរិជាខាងក្រៅក្តីដឹងច្បាស់នៅខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញហើយមុខជាអ្នកផងនឹងស្ដីឲ្យខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការលុបគុណខ្លះខ្ញុំនឹងត្រឡប់កាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើឧបមាថ្វាយមហាបពិតពួកវិញ្ញូបរោះខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយពាក្យឧបមាបានបបិទ្ធរាជញ្ញៈកាលពីព្រៃនាយមកមានឈ្មោះរទេះច្រើននាំរទេះប្រមាណ 1000 បរចេញពីជនបទខាងកើតទៅជនបទខាងលិចពួកឈ្មោះរទេះនោះទៅក្នុងទីណាស្មៅអស់ទឹកនិងស្លឹកឈើខៀវខ្ចីក្នុងទីនោះក៏ឆាប់អស់ទៅក្នុងពួកឈ្មោះរទេះនោះឯងមានពួកឈ្មោះរទេះ2នាក់ម្នាក់មានរទេះ500ម្នាក់ទៀតមានរទេះ500លំដាប់នោះឯងនាយឈ្មោះរទេះទាំងនោះមានសេចក្តីត្រេះរិះដូច្នេះថាពួកឈ្មោះរទេះនេះឯងមានរទេះ1000យើងទាំងឡាយទៅក្នុងទីណាស្មៅអស់ទឹកនិងស្លឹកឈើខៀវខ្ចីក្នុងទីនោះក៏ឆាប់អស់ទៅណាស់បើដូច្នេះមានតែយើងរាល់គ្នាចែកពួកឈ្មោះរទេះនេះជា2ចំណែកគឺមួយចំណែក500រទេះមួយចំណែក500រទេះពួកឈ្មោះទាំងនោះក៏បានចែកឈ្មោះរទេះនោះជា2ចំណែកគឺមួយចំណែក500រទេះមួយចំណែក500រទេះនាយឈ្មោះរទេះម្នាក់បានផ្ទុកស្មៅអស់ទឹកជាច្រើនហើយនាំគ្នាបរតទៅកាលដែលពួកឈ្មោះនោះចេញទៅអស់ពី3ថ្ងៃក៏បានឃើញបរោះមានសម្បុរខ្មៅមានភ្នែកក្រហមចងបាច់កូនសប្រដាប់ដោយផ្កាកុមុទៈមានសម្ពុតទឹកមានសក់ទឹកបរត់ដ៏ល្អមានកង់ប្រឡាក់ដោយភក់មកជួបគ្នានៅពាក់កណ្ដាលផ្លូវលុះឃើញហើយក៏សួរដូច្នេះថាណែអ្នកដ៏ចម្រើនអ្នកមកពីទីណាបរោះសម្បុរខ្មៅនោះឆ្លើយថាខ្ញុំមកពីជនបទឯណោះពួកឈ្មោះរទេះក៏សួរទៀតថាអ្នកនឹងទៅក្នុងទីណាបរោះនោះនឹងប្រាប់ថាខ្ញុំនឹងទៅជនបទឯណោះពួកឈ្មោះរទេះនោះសួរថាណែអ្នកដ៏ចម្រើនផ្លូវលំបាកខាងមុខមានមហាមេឃបង្អោភ្លៀងជោគជាំខ្លះដែរឬបរោះនោះឆ្លើយប្រាប់ថាអ្នកដ៏ចម្រើនផ្លូវលំបាកខាងមុខមានមហាមេឃបង្អោភ្លៀងជោគជាំ
ផ្លូវទាំងឡាយមានទឹកពេញពាសដោយទាំងស្មៅអូសទឹកជាច្រើនណែអ្នកចម្រើនចូលអ្នកទាំងឡាយចោលស្មៅអូសទឹកចាស់ទាំងឡាយចេញទៅចូលបរទេះទាំងឡាយដែលមានបន្ទុកស្រាលស្រាលទៅឆាប់ចុះកុំឲ្យពួកគោលំបាកឡើយលំដាប់នោះឯងពួកឈ្មោះរទេះនោះប្រាប់ពួកឈ្មោះរទេះថាណែអ្នកដ៏ចម្រើនបរោះនេះបាននិយាយយ៉ាងនេះថាផ្លូវលំបាកខាងមុខមានមហាមេឃបង្អោបភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអូសជាច្រើនណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអូសទឹកចាស់ចេញទៅចូលបរទេះទាំងឡាយមានបន្ទុកស្រាលស្រាលទៅឆាប់ចុះកុំឲ្យពួកគោលំបាកឡើយណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអូសទឹកចាស់ទាំងឡាយចេញទៅចូលនាំគ្នាបរទេះទាំងឡាយមានបន្ទុកស្រាលស្រាលទៅចុះពួកឈ្មោះរទេះទាំងនោះទទួលពាក្យនាយឈ្មោះរទេះនោះថាអ្នកដ៏ចម្រើនហើយក៏ចោលស្មៅអូសទឹកចាស់ចេញហើយនាំគ្នាបរទេះដែលមានបន្ទុកស្រាលស្រាលទៅពួកឈ្មោះរទេះទាំងនោះក៏មិនបានឃើញស្មៅអូសឬទឹកក្នុងដំណាក់ពួកឈ្មោះរទេះជាដំបូងផងក្នុងដំណាក់ពួកឈ្មោះរទេះជាគម្រប់2ដងផងក្នុងដំណាក់ពួកឈ្មោះរទេះទី3ផងក្នុងដំណាក់ពួកឈ្មោះរទេះទី4ផងក្នុងសំណាក់ពួកឈ្មោះរទេះទី5ផងក្នុងសំណាក់ពួកឈ្មោះរទេះទី6ផងមិនបានឃើញស្មៅអូសឬទឹកក្នុងដំណាក់ពួកឈ្មោះរទេះទី7ផងហើយក៏ដល់នៅសេចក្តីវិនាសទាំងអស់គ្នាពួកមនុស្សឬពួកសត្វចិញ្ចឹមក៏មានច្រើនក្នុងឈ្មោះរទេះនោះបរោះមានសម្បុរខ្មៅនោះគឺជាយះជាអមនុស្សក៏ស៊ីពួកមនុស្សនិងសត្វចិញ្ចឹមទាំងអស់នោះនៅសល់តែឆ្អឹងទទេប៉ុណ្ណោះឯងកាលណានាយឈ្មោះរទេះទី2បានដឹងថាឥឡូវនេះពួកឈ្មោះរទេះនោះចេញទៅយូរថ្ងៃហើយក៏ផ្ទុកស្មៅអូសទឹកជាច្រើននាំគ្នាបរទេះចេញទៅលុះពួកឈ្មោះរទេះនោះបរទៅអស់ពី3ថ្ងៃក៏បានឃើញបរោះមានសម្បុរខ្មៅមានភ្នែកក្រហមចងបាច់កូនសប្រដាប់ដោយផ្កាកុមុទៈមានសម្ពុតទទឹកមានសក់ទទឹកកំពុងបរទេះដ៏ល្អមានកង់ប្រឡាក់ដោយភក់មកជួបគ្នានៅកណ្ដាលផ្លូវលុះឃើញហើយក៏សួរយ៉ាងនេះថាណែអ្នកដ៏ចម្រើនអ្នកមកពីទីណាបរោះសម្បុរខ្មៅនោះឆ្លើយថាខ្ញុំមកពីជនបទឯណោះពួកឈ្មោះរទេះសួរថាអ្នកនឹងទៅក្នុងទីណាបរោះនោះឆ្លើយប្រាប់ថាខ្ញុំនឹងទៅជនបទឯណោះពួកឈ្មោះរទេះសួរថាណែអ្នកដ៏ចម្រើនផ្លូវលំបាកខាងមុខមានមហាមេឃបង្អោបភ្លៀងជោគជាំខ្លះដែរឬបរោះនោះឆ្លើយប្រាប់ថាអ្នកដ៏ចម្រើនក្នុងផ្លូវលំបាកខាងមុខមានមហាមេឃបង្អោបភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអូសទឹកជាច្រើនណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអូសទឹកចាស់ចេញទៅចូលបរតែរទេះទាំងឡាយដែលមានបន្ទុកស្រាលស្រាលទៅឆាប់ចុះកុំឲ្យពួកគោលំបាកឡើយលំដាប់នោះឯងនាយឈ្មោះរទេះនោះក៏បានប្រាប់ពួកឈ្មោះរទេះថាណែអ្នកដ៏ចម្រើនបរោះនេះបាននិយាយយ៉ាងនេះថាក្នុងផ្លូវលំបាកខាងមុខមានមហាមេឃបងអោនភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពីពេញមានទាំងស្មៅអូសទឹកជាច្រើនណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអូសទឹកចាស់ចេញទៅចូលបរតែរទេះទាំងឡាយមានបន្ទុកស្រាលទៅឲ្យឆាប់ចុះកុំឲ្យពួកគោលំបាកឡើយដូច្នេះមនាលអ្នកដ៏ចម្រើនបរោះនោះមិនមែនជាមិត្តមិនមែនជាញាតិសាលោហិតរបស់យើងទេយើងនឹងទៅដោយជឿពាក្យបរោះនោះដូចម្ដេចអ្នកទាំងឡាយមិនត្រូវចោលស្មៅអូសទឹកចាស់ឡើយចូលអ្នកទាំងឡាយនាំគ្នាបរទេះទៅយកទាំងរបស់ដែលបានទុកមកហើយយើងកុំចោលរបស់ចាស់យើងឡើយពួកឈ្មោះរទេះទាំងនោះទទួលពាក្យនាយឈ្មោះរទេះនោះថាអ្នកដ៏ចម្រើនហើយក៏នាំគ្នាបរទេះទៅយកទាំងរបស់ដែលបានទុកមកហើយនោះពួកឈ្មោះរទេះទាំងនោះក៏មិនបានឃើញស្មៅអូសទឹកក្នុងដំណាក់ពួកឈ្មោះរទេះជាដំបូងផងក្នុងដំណាក់ពួកឈ្មោះរទេះទី2ផងក្នុងដំណាក់ពួកឈ្មោះរទេះទី3ផងក្នុងដំណាក់ពួកឈ្មោះរទេះទី4ផងក្នុងដំណាក់ពួកឈ្មោះរទេះទី5ផងក្នុងដំណាក់ពួកឈ្មោះរទេះទី6ផងមិនបានឃើញស្មៅអូសឬទឹកក្នុងដំណាក់ពួកឈ្មោះរទេះទី7ផងបានឃើញតែពួកឈ្មោះរទេះនោះដែលដល់នៅសេចក្តីវិនាសប៉ុណ្ណោះ
ពួកមនុស្សឬសត្វចិញ្ចឹមក៏មានច្រើនក្នុងពួកឈ្មួញរទេះនោះពួកឈ្មួញរទេះទាំងនោះបានឃើញតែឆ្អឹងមនុស្សនិងសត្វចិញ្ចឹមទាំងនោះឯបរោះមានសម្បុរខ្មៅនោះគឺជាយក្សជាអមនុស្សបានស៊ីមនុស្សនិងសត្វចិញ្ចឹមនោះអស់ទៅលំដាប់នោះឯងនាយឈ្មួញរទេះនោះបានប្រាប់ពួកឈ្មួញរទេះថាណែអ្នកដ៏ចម្រើនពួកឈ្មួញរទេះនោះឯងដែលដល់នៅសេចក្តីវិនាសព្រោះតែនាយឈ្មួញរទេះជាបរិនិយោជាមនុស្សល្ងងនេះមនាលអ្នកដ៏ចម្រើនបើដូច្នេះទ្រព្យរបស់អ្នកទាំងឡាយណាក្នុងពួករទេះរបស់យើងជារបស់មានថ្លៃតិចចូលអ្នកទាំងឡាយចោលទ្រព្យរបស់ទាំងនោះចេញហើយយកតែរបស់ទាំងឡាយដែលមានថ្លៃច្រើនក្នុងពួករទេះនេះចុះពួកឈ្មួញរបស់រទេះទាំងនោះទទួលពាក្យរបស់នាយឈ្មួញរទេះថាអ្នកដ៏ចម្រើនហើយក៏ចោលទ្រព្យរបស់ទាំងឡាយដែលមានថ្លៃតិចក្នុងពួករទេះខ្លួនហើយយកតែទ្រព្យរបស់ដែលមានថ្លៃច្រើនក្នុងរទេះនោះរួចឆ្លងផុតអំពីផ្លូវលំបាកនោះបានដោយសួស្តីព្រោះតែនាយឈ្មួញរទេះជាបរិនិយោនោះឯងជាបណ្ឌិតឆ្លៀវវៃបបិទ្ធរាជញ្ញៈមហាបពិតក៏យ៉ាងនេះដែរជាបុគ្គលល្ងងខ្លៅមិនវៀងវៃស្វែងរកបរលោកដោយខុសទំនងគង់នឹងដល់នៅសេចក្តីវិនាសដោយបរិជានាយឈ្មួញរទេះនោះមួយទៀតពួកជនណាសម្គាល់នៅពាក្យរបស់មហាបពិតថាជាពាក្យគួរស្ដាប់គួរជឿជនទាំងនោះមុខជានឹងដល់នៅសេចក្តីវិនាសដោយពួកឈ្មួញរទេះនោះបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិអាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលយូរអង្វែងកុំបីមានដល់មហាបពិតឡើយព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏សមម្យ៉ាងដែរហើយប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះថាស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីដឹងច្បាស់នៅខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការលុបគុណខ្លះខ្ញុំនឹងប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះថ្វាយព្រះពរព្រះរាជញ្ញៈបើដូច្នេះអាត្មាភាពនឹងធ្វើឧបមាថ្វាយមហាបពិតពួកវិញ្ញូបរោះខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនេះមកមានបរោះម្នាក់ជាអ្នកចិញ្ចឹមជ្រូកបានចេញពីស្រុករបស់ខ្លួនទៅកាន់ស្រុកដទៃក៏បានឃើញលាមកក្រៀមច្រើនដែលគេចោលក្នុងទីនោះលុះបរោះនោះឃើញហើយមានសេចក្តីត្រេះរិះដូច្នេះថាគេចោលលាមកក្រៀមនេះច្រើនណាស់លាមកក្រៀមនេះត្រូវជាចំណីជ្រូកទាំងឡាយរបស់អាត្មាអញគួរតែអាត្មាអញយកលាមកក្រៀមពីទីនេះទៅបរោះនោះក៏លាសម្ពុតបងកហើយកើបលាមកក្រៀមជាច្រើនវិជ្ជាបង្វេចលើកទូលលើក្បាលហើយដើរទៅកាលបរោះនោះដើរទៅដល់ពាក់កណ្ដាលផ្លូវមហាមេឃក៏បង្អោបភ្លៀងខុសកាលបរោះនោះប្រឡាក់លាមកដរាបដល់ចុងក្រចកក៏នៅតែទូលទ្រនូលលាមកដែលកំពុងហូរហៀធ្លាក់សស្រាក់ដើរទៅមនុស្សទាំងឡាយឃើញបរោះនោះហើយបាននិយាយយ៉ាងនេះថាណែវើយឯងជាមនុស្សឈួតទេឬអ្វីឯងជាមនុស្សលោលាឬអ្វីមិនសមបើឯងប្រឡាក់ដោយលាមកដល់ចុងក្រចកហើយនៅតែទូលទ្រនូលលាមកដែលកំពុងហូរហៀធ្លាក់សស្រាក់សោះឡើយបរោះនោះឆ្លើយថាណែវើយបណ្ដាយើងទាំងឡាយនោះអ្នករាល់គ្នាទេតើជាមនុស្សឈួតអ្នករាល់គ្នាទេតើជាមនុស្សលោលាបានជាអញថាដូច្នេះព្រោះថាលាមកនេះជាបាយជ្រូករបស់អញបពិតរាជញ្ញៈឯមហាបពិតដូចជាបរោះអ្នកទូលទ្រនូលលាមកយ៉ាងនោះដែរបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញ
បបិទ្ធរាជញ្ញៈសូមមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏លាមួកប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែងក៏មានដល់មហាបបិទ្ធឡើយព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះហើយក៏សមដែរហើយតែខ្ញុំនៅតែមិនអាចលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះព្រះបាទបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីតែងជ្រាបនៅខ្ញុំថាស្ដេចបាយាសេរីជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានតែហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិនោះចេញមុខជានានអ្នកផងស្ដីឲ្យខ្ញុំថាស្ដេចបាយាសេរីជញ្ញៈនេះហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជាត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីលុបគុណខ្លះខ្ញុំនឹងត្រឡប់ទៅកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយមហាបពិតពួកវិញយុជនបរោះខ្លះក្នុងលោកនេះរមែងយល់សេចក្តីនិព្វាសិតដោយឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនេះមកមានអ្នកលេងបាសកា2នាក់បានលេងល្បែងបាសកាអ្នកលេងបាសកាម្នាក់តែងលេងកូនបាសកាដែលបាញ់ដែលចាញ់ដែលបានមកដល់ខ្លួនអ្នកលេងបាសកាជាគម្រប់2បានឃើញអ្នកលេងបាសកានោះកំពុងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួននោះលុះឃើញហើយក៏និយាយនឹងអ្នកលេងបាសកានោះយ៉ាងនេះថាណែសំឡាញ់អ្នកឯងចេះតែឈ្នះយើងជាដរាបណែសំឡាញ់ចូលអ្នកឯងបាសកាមកយើងចុះយើងនឹងធ្វើការបូជាសិនអ្នកលេងបាសកានោះនិយាយថាអើសំឡាញ់ហើយក៏បានប្រគល់បាសកាទាំងឡាយដល់អ្នកលេងបាសកាដែលសុំនោះគ្រានោះអ្នកលេងបាសកាដែលចាញ់នោះយកថ្នាំពឹសប្រឡាក់កូនបាសកាទាំងឡាយហើយនិយាយនឹងអ្នកលេងបាសកាវាចនោះយ៉ាងនេះថាណែសំឡាញ់អ្នកចូលមកយើងនឹងលេងបាសកាទៀតអ្នកលេងបាសកាវាចនោះទទួលពាក្យអ្នកលេងបាសកានោះថាអើសំឡាញ់អ្នកលេងបាសកាទាំងនោះបានលេងបាសកាលើកទី2ទៀតអ្នកលេងបាសកាវាចនោះនៅតែលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនក្នុងលើកទី2ទៀតអ្នកលេងបាសកាជាគម្រប់2បានឃើញអ្នកលេងបាសកាវាចនោះកំពុងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនក្នុងលើកទី2ទៀតលុះឃើញហើយក៏និយាយនឹងអ្នកលេងបាសកានោះយ៉ាងនេះថាបរោះអ្នកលេបនៅកូនបាសកាដែលគេលេបដោយថ្នាំពឹសដ៏ឃ្លាវខ្លាបំផុតក៏នៅតែមិនដឹងខ្លួនធម្មតាអ្នកលេងវាចអាក្រក់ជាអ្នកកំសត់តែងលេបកូនបាសកាសេចក្តីក្តៅក្រហាយនឹងមានដល់អ្នកឯងថ្វាយព្រះពររាជញ្ញៈមហាបពិតទុកដូចជាអ្នកលេងបាសកាយ៉ាងនោះដែរបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិអាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែងកុំបីមានដល់មហាបពិតឡើយព្រះកស្សបៈដ៏ចម្រើននិយាយយ៉ាងនេះក៏សមដែរហើយតែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញទេពីព្រោះស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីសឹងតែជ្រាបនៅខ្ញុំថាស្ដេចបាយាសេរីជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះលោកដតីមិនមានពួកសត្វជាអោបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានតែហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាស្ដេចបាយាសេរីជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិវិញដោយការប្រឡងវាសនាខ្លះថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយមហាបពិត
ពួកវិញ្ញូបរោះខ្លះក្នុងលោកនេះតែងយល់សេចក្តីនៃភាសិតដោយឧបមាបានបបិទ្ធរាជញ្ញៈកាលពីព្រៃនាយមកមានបរោះម្នាក់នៅក្នុងជនបទគ្រានោះឯងបរោះជាសម្លាញ់បានបបួលបរោះជាសម្លាញ់ថាណែសម្លាញ់មកយើងនឹងទៅកាន់ជនបទនោះក្រែងជួនជាយើងបានទ្របបន្តិចបន្តួចក្នុងជនបទនោះបរោះជាសម្លាញ់បានទទួលពាក្យបរោះជាសម្លាញ់ថាអើសម្លាញ់បរោះទាំងពីរនាក់នោះបានចូលតម្រង់ទៅកាន់ស្រុកមួយដែលគេបោះបង់ចោលនៅក្នុងជនបទនោះក៏បានឃើញសម្បកថ្មីជាច្រើនដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយក៏ប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់សម្បកថ្មីជាច្រើននេះគេចោលហើយណែសម្លាញ់បើដូច្នេះចូលឯងចងសម្បកថ្មីមួយបាច់ឯអញក៏ចងសម្បកថ្មីមួយបាច់ដែរយើងទាំងពីរនាក់នឹងនាំយកសម្បកថ្មីទៅបរោះជាសម្លាញ់ទទួលពាក្យបរោះជាសម្លាញ់ថាអើសម្លាញ់ហើយក៏ចងសម្បកថ្មីជាបាច់បរោះទាំងពីរនាក់នោះបាននាំយកសម្បកថ្មីដើរចូលទៅកាន់ស្រុកមួយដែលគេចោលក៏បានឃើញសម្បកថ្មីជាច្រើនដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់យើងត្រូវការសម្បកថ្មីដើម្បីប្រយោជន៍ដល់សរសៃថ្មីណាឥឡូវនេះសរសៃថ្មីនោះគេចោលកកោកស្រាប់ហើយណែសម្លាញ់បើដូច្នេះអ្នកឯងចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំក៏នឹងចោលបាច់សម្បកថ្មីដែរយើងទាំងពីរនាក់នឹងនាំយកសរសៃថ្មីនេះទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សម្បកថ្មីនេះឯងខ្ញុំបាននាំយកមកពីទីឆ្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នេះគួរដល់ខ្ញុំហើយអ្នកចូលដឹងចោលលំដាប់នោះបរោះជាសម្លាញ់នោះចោលបាច់សម្បកថ្មីហើយកាន់យកបាច់សរសៃថ្មីវិញសម្លាញ់ទាំងពីរនាក់នោះបានចូលទៅដល់ស្រុកមួយដែលគេចិញ្ចោលក៏បានឃើញសម្ពុតដែលគេត្បាញពីសរសៃថ្មីជាច្រើនដែលគេចោលក្នុងទីនោះលោកបរោះជាសម្លាញ់ឃើញហើយប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់យើងត្រូវការសម្បកថ្មីក្តីសរសៃថ្មីក្តីដើម្បីប្រយោជន៍ដល់សម្ពុតថ្មីណាឥឡូវនេះសម្ពុតដែលគេត្បាញអំពីសរសៃថ្មីនេះគេចោលកកោកស្រាប់ហើយណែសម្លាញ់បើដូច្នេះអ្នកចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំនឹងចោលបាច់សរសៃថ្មីដែរយើងទាំងពីរនាក់នឹងនាំយកផាប់សម្ពុតថ្មីនេះទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សរសៃថ្មីនេះឯងខ្ញុំបាននាំមកពីទីឆ្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នោះគួរដល់ខ្ញុំហើយអ្នកចូលដឹងចោលឯបរោះជាសម្លាញ់នោះក៏ចោលបាច់សរសៃថ្មីចេញហើយប្រមូលយកផាប់សម្ពុតដែលគេត្បាញពីសរសៃថ្មីចេញអ្នកទាំងពីរនោះបានចូលទៅដល់ស្រុកមួយទៀតដែលគេចិញ្ចោលហើយបានឃើញសម្បកឈើជាច្រើនដែលគេចោលក្នុងទីនោះឃើញសរសៃសម្បកឈើជាច្រើនដែលគេចោលហើយឃើញសម្ពុតសម្បកឈើជាច្រើនដែលគេចោលហើយឃើញកប្បាសជាច្រើនដែលគេចោលហើយឃើញសរសៃកប្បាសជាច្រើនដែលគេចោលហើយឃើញសម្ពុតធ្វើពីកប្បាសជាច្រើនដែលគេចោលហើយឃើញដែកជាច្រើនដែលគេចោលហើយឃើញទង់ដែងជាច្រើនដែលគេចោលហើយឃើញសំណប៉ាហាំងជាច្រើនដែលគេចោលហើយឃើញសំណភក់ជាច្រើនដែលគេចោលហើយឃើញប្រាក់ជាច្រើនដែលគេចោលហើយឃើញមាសជាច្រើនដែលគេចោលហើយលុះបរោះជាសម្លាញ់ម្នាក់ឃើញហើយក៏ប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់យើងត្រូវការសម្បកថ្មីក្តីសរសៃថ្មីក្តីសម្ពុតដែលគេត្បាញពីសរសៃថ្មីក្តីសម្បកឈើក្តីសរសៃសម្បកឈើក្តីសម្ពុតសម្បកឈើក្តីកប្បាសក្តីសរសៃកប្បាសក្តីសម្ពុតដែលគេធ្វើពីសរសៃកប្បាសក្តីដែកក្តីទង់ដែងក្តីសំណប៉ាហាំងក្តីសំណភក់ក្តីប្រាក់ក្តីដើម្បីប្រយោជន៍ដល់មាសណាឥឡូវនេះគេចោលកកោកស្រាប់ហើយណែសម្លាញ់បើដូច្នោះអ្នកចូលចោលបាច់សរសៃថ្មីឯខ្ញុំនឹងចោលបង្វិចប្រាក់ដែរយើងទាំងពីរនាក់នឹងយកបង្វិចមាសទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សម្បកថ្មីនេះឯងខ្ញុំបានជានាំយកមកពីទីឆ្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នេះគួរដល់ខ្ញុំហើយអ្នកឯងចូលដឹងចុះលំដាប់នោះបរោះជាសម្លាញ់នោះចោលបង្វិចប្រាក់ចេញហើយយកបង្វិចមាសទៅបរោះទាំងពីរអ្នកនោះបានវិលចូលទៅដល់ស្រុករបស់ខ្លួនវិញបណ្ដាបរោះទាំងពីរអ្នកនោះបរោះជាសម្លាញ់ណាដែលនាំយកបាច់សម្បកថ្មីទៅមេត្តាបិតារបស់បរោះជាសម្លាញ់នោះ
មិនត្រេកអរសោះទាំងបុត្រភរិយាក៏មិនត្រេកអរទាំងពួកមិត្តអាមាត្យក៏មិនត្រេកអរបរោះនោះត្រឡប់ជាមិនបានសេចក្តីសុខសោមនស្សព្រោះតែសម្បកថ្មីនោះជាហេតុចំណែកឯបរោះជាសម្លាញ់ណាបាននាំយកបង្វិចមាសទៅមេដាបិតារបស់បរោះជាសម្លាញ់នោះក៏ត្រេកអរទាំងបុត្រភរិយាក៏ត្រេកអរទាំងពួកមិត្តអាមាត្យក៏ត្រេកអរបរោះនោះក៏បានសេចក្តីសុខសោមនស្សព្រោះមាសនោះជាហេតុបពិតរាជញ្ញៈមហាបពិតក៏ប្រហែលជាបរោះអ្នកស្ពាយសម្បកថ្មីយ៉ាងនោះឯងបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិនោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិនោះចេញទិដ្ឋិដ៏អាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលជាអង្វែងកុំបីមានដល់ព្រះអង្គឡើយព្រះបាទបាយាសិរាជញ្ញៈមានបន្ទូលថាខ្ញុំមានចិត្តត្រេកអរជ្រះថ្លាហើយដោយសារសេចក្តីឧបមារបស់ព្រះកស្សបៈដ៏ចម្រើនតាំងពីដំបូងមកម្លេះប៉ុន្តែខ្ញុំចង់ស្ដាប់បញ្ហាបដិធានៈដ៏វិចិត្រនេះទៀតបានជាខ្ញុំធ្វើជាប្រកាន់ឆ្វេងឲ្យទាស់ខុសគ្នានឹងព្រះកស្សបៈដ៏ចម្រើនយ៉ាងនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនភាសិតរបស់លោកម្ចាស់ពិរោះណាស់បបិទ្ធព្រះកស្សបៈដ៏ចម្រើនភាសិតរបស់លោកម្ចាស់ពិរោះណាស់បបិទ្ធព្រះកស្សបៈដ៏ចម្រើនធម៌ដែលព្រះកស្សបៈបានសម្ដែងដោយអនេកបរិយាយយ៉ាងនេះភ្លឺច្បាស់ណាស់គួរនាដូចជាគេផ្ងារបស់ដែលផ្កាប់ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំងឬក៏ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិសពុំនោះសោតដូចជាមនុស្សកាន់ប្រទីបត្រូលបំភ្លឺក្នុងទីងងឹតដោយគិតថាពួកមនុស្សមានចក្ខុនឹងមើលឃើញនៅរូបទាំងឡាយបានបបិទ្ធព្រះកស្សបៈដ៏ចម្រើនខ្ញុំនេះសូមដល់នៅព្រះគោតមដ៏មានព្រះភាកព្រះធម៌ផងព្រះសង្ឃផងជាទីពឹងទីរលឹកចាក់ដើមតាំងអំពីថ្ងៃនេះទៅសូមព្រះកស្សបៈដ៏ចម្រើនចាំទុកនៅខ្ញុំព្រះករុណាថាជាឧបាសកដល់នៅសារណៈស្មើដោយជីវិតបបិទ្ធព្រះកស្សបៈដ៏ចម្រើនមិនតែប៉ុណ្ណោះទេខ្ញុំត្រូវការនឹងបូជាមហាយញ្ញសូមព្រះកស្សបៈដ៏ចម្រើនព្រានប្រដៅខ្ញុំផងដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខអស់កាលជាយូរអង្វែងដល់ខ្ញុំថ្វាយព្រះពររាជញ្ញៈពួកមនុស្សសម្រាប់គោទាំងឡាយក្តីសម្រាប់ពពែនិងជាងទាំងឡាយក្តីសម្រាប់មាន់និងជ្រូកទាំងឡាយក្តីពួកសត្វមានជីវិតផ្សេងដល់នៅសេចក្តីវិនិច្ឆ័យក្តីទាំងបដិគាហកៈអ្នកទទួលក៏ជាអ្នកយល់ខុសឃើញខុសមានសេចក្តីត្រេះរិះខុសមានវាចាខុសមានការងារខុសមានការចិញ្ចឹមជីវិតខុសមានសេចក្តីជាយាមខុសមានសតិខុសមានសមាធិខុសក្នុងយញ្ញពិធីមានសភាពយ៉ាងណាបពិតរាជញ្ញៈយញ្ញពិធីមានសភាពយ៉ាងនោះឯងមិនមានផលច្រើនទេមិនមានអានិសង្សច្រើនទេមិនមានសេចក្តីរុងរឿងធំដុំទេមិនមានគុណផ្សាយទៅច្រើនទេបពិតរាជញ្ញៈប្រៀបដូចជាអ្នកភ្ជួរនាំយកពូជនិងនាងកលចូលទៅព្រៃអ្នកនោះយកពូជទាំងឡាយដែលបែកធ្លាយស្អុយត្រូវខ្យល់និងកម្ដៅថ្ងៃបៀតបៀនដូចជាពូជមិនបានដាក់គ្រាប់មិនបានហាលឲ្យស្ងួតទៅព្រោះក្នុងស្រែមិនល្អនោះមានទីមិនស្មើមិនបានគាស់រំលើងនៅដង្កត់និងបន្លាចេញទាំងភ្លៀងសោតក៏មិនបង្អោនៅធាតុទឹកដែលល្អតាមកាលដ៏ល្អគួរចុះពូជទាំងឡាយនោះនឹងដល់នៅសេចក្តីចម្រើនលូតលាស់ដុះដាលល្អឡើងបានដែរឬទេអ្នកភ្ជួរសោតត្រូវបានផលបរិបូរណ៍ដែរឬទេបពិតព្រះកស្សបៈដ៏ចម្រើនការនេះនឹងប្រព្រឹត្តទៅយ៉ាងនោះមិនបានទេថ្វាយព្រះពររាជញ្ញៈពួកមនុស្សសម្រាប់គោទាំងឡាយក្តីសម្រាប់ពពែនិងជាមក្តីសម្រាប់មាន់និងជ្រូកក្តីពួកសត្វមានជីវិតផ្សេងដល់នៅសេចក្តីវិនាសក្តីទាំងបដិគាហកៈក៏សុទ្ធតែជាអ្នកយល់ខុសមានសេចក្តីត្រេះរិះខុសមានវាចាខុសមានការងារខុសមានការចិញ្ចឹមជីវិតខុសមានសេចក្តីព្យាយាមខុសមានសតិខុសមានសមាធិខុសក្នុងយញ្ញពិធីមានសភាពយ៉ាងណាបពិតរាជញ្ញៈយញ្ញពិធីមានសភាពយ៉ាងនោះឯងមិនមានផលច្រើនទេមិនមានអានិសង្សច្រើនទេមិនមានសេចក្តីរុងរឿងធំដុំទេជាយញ្ញពិធីមិនមានគុណផ្សាយទៅច្រើនទេ
បបិទ្ធរាជញ្ញៈប្រសិនបើពួកជនមិនសម្លាប់គោទាំងឡាយមិនសម្លាប់ពពែទាំងឡាយនិងជាមទាំងឡាយមិនសម្លាប់មន់និងជ្រូកទាំងឡាយពួកសត្វមានជីវិតផ្សេងមិនដល់នៅសេចក្តីវិនាសទាំងពួកបដិគិហកៈសោតក៏មានសេចក្តីយល់ត្រូវមានសេចក្តីត្រេះរិះត្រូវមានវាចាត្រូវមានការងារត្រូវមានការចិញ្ចឹមជីវិតត្រូវមានសេចក្តីព្យាយាមត្រូវមានសតិត្រូវមានសមាធិត្រូវក្នុងយញ្ញពិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញៈយញ្ញពិធីមានសភាពយ៉ាងនោះឯងទើបមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងធំដុំជាយញ្ញពិធីមានគុណផ្សាយទៅច្រើនបបិទ្ធរាជញ្ញៈប្រៀបដូចជាអ្នកជួនាំយកពូជនិងនង្គ័លចូលទៅអ្នកនោះយកពូជទាំងឡាយដែលមិនបែកធ្លាយមិនស្អុយមិនត្រូវខ្យល់និងកម្ដៅថ្ងៃបៀតបៀនជាពូជដាក់គ្រាប់គេហាលស្ងួតទៅព្រោះក្នុងស្រែដ៏ល្អនោះមានទីរាបស្មើគេបានកាប់គាស់យកដង្កត់និងបន្លាចេញដោយល្អទាំងភ្លៀងក៏បង្អោរនៅធាតុទឹកដែលល្អតាមកាលគួរចុះពូជទាំងឡាយនោះនឹងដល់នៅសេចក្តីចម្រើនឡើងលូតលាស់ឡើងដុះដាលបានឬទេទាំងអ្នកជួសោតត្រូវបានផលបរិបូរណ៍ដែរឬទេបបិទ្ធប្រកាសបៈដ៏ចម្រើនការនេះប្រព្រឹត្តទៅយ៉ាងនេះបានថ្វាយព្រះពររាជញ្ញៈសេចក្តីនេះមានឧបមាដូចពួកជនដែលមិនសម្លាប់គោទាំងឡាយមិនសម្លាប់ពពែនិងជាមទាំងឡាយមិនសម្លាប់មន់និងជ្រូកទាំងឡាយពួកសត្វមានជីវិតផ្សេងមិនដល់នៅសេចក្តីវិនាសទាំងពួកបដិគិហកៈក៏មានសេចក្តីយល់ឃើញត្រូវមានសេចក្តីត្រេះរិះត្រូវមានវាចាត្រូវមានការងារត្រូវមានការចិញ្ចឹមជីវិតត្រូវមានសេចក្តីព្យាយាមត្រូវមានសតិត្រូវមានសមាធិត្រូវក្នុងយញ្ញពិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញៈយញ្ញពិធីមានសភាពយ៉ាងនោះឯងទើបមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងធំដុំជាយញ្ញពិធីមានគុណផ្សាយទៅច្រើនគ្រានោះឯងស្ដេចបាយាសិរាជញ្ញៈបានផ្ដើមតម្កល់ទានចំពោះសមណព្រាហ្មណ៍មនុស្សកំសត់អ្នកដើរផ្លូវអ្នកពរនីគុណនិងយាយចកទាំងឡាយក្នុងទាននោះឯងស្ដេចបាយាសិរាជញ្ញៈតែងឲ្យភោជនមានសភាពយ៉ាងនេះគឺបាយចុងអង្ករមានជ្រក់ជាគម្រប់2និងសម្ពុតសាច់កក្រៀតមានជាយដ៏ក្រាស់ឯក្នុងការឲ្យនោះមាននុបម្នាក់ឈ្មោះឧត្តរៈជាអ្នកចាត់ចែងទានឧត្តរៈមាននុបនោះឲ្យទានហើយឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយាសិរាជញ្ញៈតែក្នុងលោកនេះចុះសូមកុំឲ្យជួបទៅក្នុងលោកខាងមុខទៀតឡើយស្ដេចបាយាសិរាជញ្ញៈបានឮដំណឹងថាឧត្តរៈមាននុបឲ្យទានហើយក៏ឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយាសិរាជញ្ញៈតែក្នុងលោកនេះសូមកុំឲ្យជួបក្នុងលោកខាងមុខឡើយទើបព្រះបាទបាយាសិរាជញ្ញៈត្រាស់ឲ្យហៅឧត្តរៈមាននុបមកហើយមានបរិយាអង្គការយ៉ាងនេះថាណែបាឧត្តរៈឮថាអ្នកឯងឲ្យទានទាំងពួងហើយតែងឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយាសិរាជញ្ញៈតែក្នុងលោកនេះសូមកុំឲ្យជួបក្នុងលោកខាងមុខឡើយដូច្នេះមែនឬឧត្តរៈមេនុបក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះករុណាវិសេសព្រះបាទបាយាសិរាជញ្ញៈមានព្រះរាជអង្គការសួរថាណែបាឧត្តរៈហេតុអ្វីក៏អ្នកឲ្យទានហើយឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមកុំឲ្យជួបទៅក្នុងលោកខាងមុខឡើយដូច្នេះបាឧត្តរៈយើងមានសេចក្តីត្រូវការដោយបុណ្យមានសេចក្តីសង្ឃឹមយកផលរបស់ទានបំណោដោយពិតឧត្តរៈមេនុបក្រាបទូលថាខ្ញុំព្រះអង្គតែងឲ្យភោជនមានសភាពយ៉ាងនេះក្នុងទានរបស់ព្រះអង្គនោះឯងគឺបាយចុងអង្ករមានជ្រក់ជាគម្រប់2សូម្បីតែព្រះអង្គក៏មិនសពប្រតិប៉ះពាល់ដោយព្រះបាទផងតើនឹងសោយដូចម្ដេចកើតមួយទៀតសម្ពុតមានសាច់កក្រៀតមានជាយដ៏ក្រាស់សូម្បីតែព្រះអង្គក៏មិនសពព្រះហឫទ័យប៉ះពាល់ដោយព្រះបាទផងតើនឹងទ្រង់ដូចម្ដេចកើតចំណែកខាងព្រះអង្គជាទីស្រឡាញ់ជាទីពេញចិត្តរបស់ខ្ញុំព្រះអង្គតែខ្ញុំព្រះអង្គនឹងយករបស់ជាទីស្រឡាញ់ជាទីពេញចិត្តទៅលាយចម្រុះដោយវត្ថុមិនជាទីកប់ចិត្តដូចម្ដេចបានព្រះបាទបាយាសិរាជញ្ញៈមានព្រះរាជអង្គការថាមនាលបាឧត្តរៈបើដូច្នេះយើងធ្លាប់បរិភោគភោជនណាជួលអ្នកឯងតាក់តែងភោជនយ៉ាងនោះចុះ
មួយទៀតយើងធ្លាប់ស្លៀកដណ្ដប់សម្ពុតយ៉ាងណាជួនអ្នកឯងតាក់តែងសម្ពុតយ៉ាងនោះចុះឧត្តរមេនុបទទួលព្រះអង្គការនៃព្រះបាទបាយាសិរីជញ្ញៈថាព្រះករុណាវិសេសហើយក៏តាក់តែងភុជនដោយជាភុជនដែលស្ដេចបាយាសិរីជញ្ញៈតែងសោយមួយទៀតតាក់តែងសម្ពុតដោយជាព្រះភ័ស្ត្រដែលស្ដេចបាយាសិរីជញ្ញៈតែងទ្រង់គ្រានោះឯងព្រះបាទបាយាសិរីជញ្ញៈឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយព្រះហស្ថព្រះអង្គឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពក៏ចូលទៅកើតជាមួយនឹងពួកទេវតាជើនចាត់តុមហារាជកៈក្នុងសេរីសកៈវិមានជាវិមានស្ងាត់សូន្យតែឯងចំណែកខាងឧត្តរមេនុបជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរីជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយចិត្តផ្ចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏បានទៅកើតក្នុងឋានដ៏សិទ្ធសួគ៌ទេវលោកជាមួយនឹងពួកទេវតាជន់តាវតឹងជួនសម័យនោះឯងព្រះកវមបតិដ៏មានអាយុនិមន្តទៅកាន់សេរីសកៈវិមានដែលជាវិមានស្ងាត់ដើម្បីនៅសម្រាប់ក្នុងវេលាថ្ងៃតែរឿយគ្រានោះឯងបាយាសិទេវបុត្រក៏បានចូលទៅរកព្រះកវមបតិដ៏មានអាយុលុះចូលទៅដល់ហើយបានថ្វាយបង្គំព្រះកវមបតិដ៏មានអាយុហើយស្ថិតនៅក្នុងទីដ៏សមគួរលោកបាយាសិទេវបុត្រស្ថិតនៅក្នុងទីដ៏សមគួរហើយព្រះកវមបតិដ៏មានអាយុបានសួរដូច្នេះថាមនាលអ្នកដ៏មានអាយុអ្នកជាអ្វីបាយាសិទេវបុត្រតបថាបបិទ្ធលោកដ៏ចម្រើនខ្ញុំជាស្ដេចបាយាសិរីជញ្ញៈព្រះកវមបតិសួរថាមនាលអ្នកដ៏មានអាយុក្រែងអ្នកធ្លាប់យល់ឃើញយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនោះដូច្នេះឬបបិទ្ធលោកដ៏ចម្រើនខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថាលោកដតីមិនមានពួកសត្វជាអោបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះពិតមែនតែជួនគ្រោះល្អបានលោកម្ចាស់ព្រះនាមកុមារកស្សបៈបានដោះឲ្យខ្ញុំរួចចាកទិដ្ឋិអាក្រក់នោះហើយណែអ្នកដ៏មានអាយុចុះចំណែកឧត្តរមេនុបជាអ្នកចាត់ចែងក្នុងទានរបស់អ្នកនោះតើទៅកើតក្នុងទីណាបបិទ្ធលោកដ៏ចម្រើនឧត្តរមេនុបដែលជាអ្នកខ្វល់ខ្វាយក្នុងទានរបស់ខ្ញុំបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយចិត្តចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងឋានដ៏សិទ្ធសួគ៌ទេវលោកជាមួយនឹងពួកទេវតាជន់តាវតឹងបបិទ្ធលោកដ៏ចម្រើនចំណែកខាងខ្ញុំឲ្យទានដោយមិនគោរពឲ្យទានដោយមិនដោយខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពមកក៏បានមកកើតក្នុងសេរីសកៈវិមានជាវិមានស្ងាត់ជាមួយនឹងពួកទេវតាក្នុងជើងចតុមហារាជកៈបបិទ្ធព្រះកវមបតិដ៏ចម្រើនបើដូច្នេះដល់លោកម្ចាស់និមន្តទៅឯមនុស្សលោកវិញសូមប្រាប់អស់ទាំងពួកមនុស្សយ៉ាងនេះថាណែអ្នកទាំងឡាយចូលឲ្យទានដោយគោរពចូលឲ្យទានដោយដៃខ្លួនឯងចូលឲ្យទានដោយចិត្តចង់ចូលឲ្យទានដោយមិនបោះឲ្យត្បិតស្ដេចបាយាសិរីជញ្ញៈឲ្យទានដោយមិនគោរពឲ្យទានដោយមិនបានឲ្យដោយដៃខ្លួនឯងឲ្យទានដោយមិនចិត្តចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសេរីសកៈវិមានស្ងាត់ជាមួយនឹងពួកទេវតាជន់ចាតុមហារាជកៈទៅហើយចំណែកឯឧត្តរមេនុបជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរីជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយចិត្តផ្ចង់ឲ្យទានដោយមិនបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាជន់តាវតឹងទៅហើយគ្រានោះឯងព្រះកវមបតិដ៏មានអាយុត្រឡប់មកមនុស្សលោកវិញហើយបានប្រាប់អស់ទាំងមនុស្សយ៉ាងនេះថាណែអ្នកទាំងឡាយចូលឲ្យទានដោយគោរពចូលឲ្យទានដោយដៃខ្លួនឯងចូលឲ្យទានដោយចិត្តចង់ចូលឲ្យទានដោយមិនបោះឲ្យត្បិតស្ដេចបាយាសិរីជញ្ញៈបានឲ្យទានដោយមិនគោរពឲ្យទានមិនឲ្យដោយដៃខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យ
លោកបាយធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសេរីសកៈវិមានស្ងាត់ជាមួយនឹងពួកទេវតាជន់ចតុមហារាជកៈទៅហើយចំណែកនាងខាងឧត្តរមេនុជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរីជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយចិត្តចង់ឲ្យទានដោយមិនបោះឲ្យលោកបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងឋានដុសិតសួគ៌ទេវលោកជាមួយនឹងពួកទេវតាជន់តាវតឹងទៅហើយចប់បាយាសិរីជញ្ញៈសូត្រទី10ឧទាននៃមហាវគ្គនោះគឺមហាបទានអ្នកសូត្រ1មហានិទានអ្នកសូត្រ1មហាបរិនិព្វានអ្នកសូត្រ1មហាសុទស្សនៈសូត្រ1ជាអ្នកវសភៈសូត្រ1មហាគោវិន្តៈសូត្រ1មហាសយមៈសូត្រ1សកបញ្ញហៈសូត្រ1មហាសតបដ្ឋានអ្នកសូត្រ1បាយាសិរិញ្ញៈសូត្រ1ទាំង10សូត្រនេះលោកឲ្យឈ្មោះថាមហាវគ្គសូមអនុមោទនាសត្វធុតណោសត្វធម្មំសុតថ្វាសัพពស្មឹងជីអ្នកសាសនេកប្បានិសតសហសានិទុក្កតឹងសោដកិច្ចតិបុគ្គលឯណាបានស្ដាប់នៅព្រះសទ្ធម្មរបស់ព្រះសាស្តាដែលរាប់បញ្ចូលក្នុងពាក្យព្រានប្រដៅនៃព្រះវិចិត្រមាត្រទាំងពួងបុគ្គលនោះរមែងមិនទៅកាន់សុគតិអស់សែននៃ